ตาสัญญาณนักล่ะแต่กูจับอารมณ์ปีปัญหาเครื่องยินหนูបើសិនជាអ្នកសង្ស័យថាសមាជិកក្រុមគ្រួសាររបស់អ្នកប្រើប្រាស់គ្រឿងញៀននោះតើអ្នកគួរសម្គាល់ទៅលើអាការៈអ្វីខ្លះទៅមានអាការៈដូចជាការគេងការញ៉ាំការរស់នៅប្រចាំថ្ងៃមានការប្រែប្រួលខុសពីធម្មតារីឯអត្តចរិតពួកគេវិញមានអារម្មណ៍ប្រែប្រួលខ្លាំងឆាប់ខឹងឆាប់អន់ចិត្តឆាប់តូចចិត្តឆាប់ឆេវឆាវមិនអើពើនឹងបញ្ហាជុំវិញខ្លួនឬក៏បាត់បង់មនោសញ្ចេតនាតែបើសិនជាអ្នកជំងឺប្រើប្រាស់សារធាតុញៀនច្រើនឬក៏យូរឆ្នាំនឹងមានអាការៈចូលចិត្តនៅម្នាក់ឯងស្ងប់ស្ងាត់បាត់បង់ម្ចាស់ការលើខ្លួនឯងពងវែងពងពាន់គិតអ្វីដែលមិនពិតប្រាកដឬក៏ស្រមើស្រមៃជាដើមអាការៈអាចមានបន្ថែមទៀតទៅតាមប្រភេទសារធាតុញៀនលោកអ្នកអាចដោះស្រាយបញ្ហាទាំងអស់នេះបានដោយប្រើប្រាស់ជាមួយនឹងឱសថបន្សាបសារធាតុញៀន No-Drop នេះជា feedback របស់អ្នកប្រើប្រាស់និយាយទៅតាំងពីគាត់លេបបានកន្លះខែហ្នឹងមកគាត់ផ្លាច់ច្រើនលេបទៅប្រកាយដែរហ្នឹងណាគ្រូវាសុខភាពវាក៏ល្អប្រើទៅអត់មានអីរោអីទៀតទេតែអាការៈធូរជាងមុនលោកគ្រូហើយហូបបាយបានគេងបានហើយសាច់ស្រស់ថ្លាជាងមុនណារយៈពេលគាត់ប្រើបាន7ខែនេះពេញលេខគាត់បានជាងមុនច្រើនវាចូលដល់50%ដែរទីលោកគ្រូខ្ញុំសង្កេតមើលខ្ញុំថាដូចមកធម្មតាអស់ហើយសូម្បីតែបរិយគាត់លេងជួហើយមិត្តភក្តិដែលចាស់មុនគាត់លេងរត់ហើយសម្ដីគាត់រៀងធ្នមដូចរបៀបមិនកាត់ដូចតាមកនោះណាលោកគ្រូអើយអរគុណលោកគ្រូច្រើនណាស់ខ្ញុំទៅរំស្រាវជ្រាវរកកន្លែងលោកគ្រូឃើញបានកូនខ្ញុំរៀបទៅធូរមែនទែនគ្រូប៉ុន្តែនេះវាអត់ឡប់មកវិញទេវាអត់មានថានឹកឃើញទៅរកជក់រកអីទៀតទេបរិយក៏ជក់ចាំងលេងកើតដែរគ្រូបើសិនជាលោកអ្នកចង់បន្សាបសារធាតុញៀនចេញពីរាងកាយលោកអ្នកអាចរកជំនួយបានតាមរយៈ Telegram 016 30 30 63ឬក៏តាមរយៈលេខទូរស័ព្ទ3ខ្សែដែលមានស្រាប់លើអេក្រង់នេះការស្វែងរកជំនួយឲ្យបានត្រឹមត្រូវអាចជួយសង្គ្រោះជីវិតមនុស្សជាទីស្រឡាញ់របស់លោកអ្នកដោយទំនុកចិត្ត